អូខេសួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូរបៀបនៃការដាក់លក់ផលិតផលនៅក្នុង website ហាងរបស់អ្នកទាំងអស់គ្នាជាជំហានដំបូងបន្ទាប់ពីអ្នកទាំងអស់គ្នា log in និងបង្កើតហាងរបស់គ្នាបានជោគជ័យហើយបន្តមកអ្នកគ្នាគ្រាន់តែចុចទៅលើប៊ូតុងពាក្យថាគ្រប់គ្រងហាងអូខេអញ្ចឹងរបៀបដែលអ្នកទាំងអស់គ្នាដាក់លក់ផលិតផលអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើប៊ូតុងពាក្យថាបន្ថែមផលិតផលបន្តមកអ្នកគ្នាគ្រាន់តែដាក់ឈ្មោះផលិតផលរបស់អ្នកទាំងអស់គ្នាអូខេបន្ទាប់ពីអ្នកទាំងអស់គ្នាបំពេញព័ត៌មានផលិតផលរបស់អ្នកទាំងអស់គ្នាហើយអញ្ចឹងអ្នកគ្នាគ្រាន់តែបំពេញទៅលើឈ្មោះផលិតផលក្នុងករណីនេះគឺខ្ញុំដាក់ថា black t-shirt ដែលកៅអៅពណ៌ខ្មៅហើយបន្ទាប់មកការពិពណ៌នាបើសិនជាអ្នកគ្នាមិនមានពណ៌នាលម្អិតអំពីអាវទេមិនចាំបាច់ដាក់ទេចំណែកប្រភេទនេះគឺជា brand ឬក៏ប្រភេទកៅអៅរបស់អ្នកគ្នាអញ្ចឹងករណីនេះគឺក៏ខ្ញុំ skip សិនដែរហើយបន្ទាប់មកចំពោះតម្លៃគឺមានពីរគឺតម្លៃដើមនិងតម្លៃលក់តម្លៃដើមគឺជាតម្លៃដែលអ្នកគ្នាទិញចូលតម្លៃលក់គឺជាតម្លៃដែលអ្នកគ្នាដាក់ឲ្យភ្ញៀវរបស់គ្នាទិញមូលហេតុដែលយើងដាក់តម្លៃដើមនិងតម្លៃលក់គឺយើងដើម្បីងាយស្រួលក្នុងការវិភាគការចំណេញរបស់អ្នកទាំងអស់គ្នាអូខេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានអីវ៉ាន់កំពុងបញ្ចុះតម្លៃអ្នកគ្នាគ្រាន់តែចុចទៅលើប៊ូតុងហ្នឹងហើយបន្ទាប់មកអ្នកគ្នាអាចបញ្ចុះតម្លៃជាចំនួនថេរក៏បានឬក៏ជាភាគរយក៏បានតែក្នុងករណីនេះគឺខ្ញុំអត់សុំដាក់ការបញ្ចុះតម្លៃទេហើយចំណែក stock គឺខ្ញុំសុំដាក់មាន stock ចំនួន10ចុះអូខេបន្ទាប់មកវាគឺជា barcode ដែលអ្នកគ្នាដាក់ក៏បានមិនដាក់ក៏បានហើយចំណែកស្លាកសញ្ញានេះគឺជាការដាក់លម្អិតទៅលើផលិតផលរបស់គ្នាដូចជាតំណែងលក់ដាច់ឬក៏ស្លាកដែលអ្នកគ្នាឲ្យអ្នកទិញចាប់អារម្មណ៍ហ្នឹងទៅហើយបន្តមកគឺជារូបភាពផលិតផលអ្នកគ្នាអាចដាក់រូបភាពអ្នកគ្នាមួយក៏បានឬក៏ច្រើនជាងមួយក៏បានអូខេតបមកគឺជាចម្រោះផលិតផលគឺជាកន្លែងដែលអ្នកគ្នាដាក់ផលិតផលរបស់អ្នកគ្នាដូចជាអាវ size S size M ឬក៏ពណ៌សពណ៌ខ្មៅពណ៌ទឹកក្រូចពណ៌អ្វីដែលអ្នកគ្នាមានចម្រោះឲ្យអ្នកទិញជ្រើសរើសចឹងទៅអញ្ចឹងក្នុងករណីនេះគឺខ្ញុំសូម skip សិនបន្តមកនេះគឺជាព័ត៌មានសង្ខេបរបស់អ្នកគ្នាដែលអ្នកគ្នាមានឈ្មោះកៅអៅឈ្មោះ t-shirt តម្លៃហើយនឹង stock ហើយប្រភេទនេះគឺជាព័ត៌មានសង្ខេបកៅអៅរបស់អ្នកគ្នាអូខេអញ្ចឹងមុនពេលដែលអ្នកគ្នាដាក់លក់ផលិតផលរបស់អ្នកគ្នាក៏អាចមើលជាមុនសិនក៏បានដែរមុននឹងការ save អូខេនេះគឺជាការព្រៀងមើលជាមុននៅពេលដែលអ្នកគ្នា save ដាក់លក់ឲ្យអ្នកទិញគាត់ទិញអូខេបន្ទាប់មកនៅពេលអ្នកគ្នាអូខេហើយអ្នកគ្នាគ្រាន់តែចុចទៅលើប៊ូតុងពាក្យ save ផលិតផលអូខេអញ្ចឹងផលិតផលរបស់អ្នកបានបង្កើតបានជោគជ័យហើយអ្នកគ្នាក៏អាចចូលទៅ website ហាងរបស់អ្នកគ្នាដើម្បីមើលផលិតផលនឹងបានដែរអ្នកគ្នាគ្រាន់តែចុចទៅលើប៊ូតុងស្ដាំដៃលើរូបហាងនេះមកអូខេអញ្ចឹងនេះគឺជា website ហាងរបស់អ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជាផលិតផលដែលអ្នកទាំងអស់គ្នាបានដាក់លក់មុនហ្នឹងអញ្ចឹងនេះគឺជាព័ត៌មានលម្អិតនៃផលិតផលរបស់អ្នកគ្នាបានដាក់លក់មុនហ្នឹងអូខេអញ្ចឹងបន្ទាប់ពីអ្នកគ្នាមានផលិតផលផ្ទាល់ខ្លួនហើយអ្នកទាំងអស់គ្នាគ្រាន់តែ copy link មួយនេះហើយយកទៅដាក់នៅក្នុង bio នៅលើ Facebook page ឬក៏ TikTok របស់អ្នកទាំងអស់គ្នាអញ្ចឹងអតិថិជនឬក៏ភ្ញៀវរបស់អ្នកគ្នាគាត់គ្រាន់តែចូល website ហ្នឹងគឺគាត់អាចទិញទំនិញហ្នឹងបានធម្មតា